ថ្ងៃនេះសូមមកឆាផ្ចិតចំបើងជាមួយសាច់ជ្រូកចិញ្ច្រាំរយៈព្រៅវិញម្ដងចាបងអូនអើយនិយាយពីថាព្រឹកមិញឃើញពូលក់បន្លែលើលម៉កហ្នឹងគាត់បានផ្ចិតចំបើងមកឡើងហេកកំពុងល្អមែនតែនហ្មងអញ្ចឹងហើយក៏នឹកឃើញថាឆាសាច់ជ្រូកចិញ្ច្រាំរយៈព្រៅតែម្ដងទៅចាបងអូនអើយនេះនិយាយពីថាអត់តន់ចិត្តណាអូនិយាយថាកំពុងល្អមែនតែននិយាយរួមមកផ្ចិតចំបើងហ្នឹងខ្ញុំចូលចិត្តហូបណាបងអូនអើយឲ្យតែឃើញគឺតែទិញយកមកឆាហូបហើយគ្រឿងឆាអីអត់មានអញ៉ៃច្រើនទេបងអូនអើយមានតែសាច់ជ្រូកចិញ្ច្រាំហើយនឹងខ្ទឹមសម្ទេសនឹងអាយហើយនឹងផ្ចិតចំបើងមុខងារទូឯកសំខាន់ជាងគេណាចាហើយនឹងម្រះហើយមកហូបមួយនេះហ่าបងអូនអើយអត់មានប្រើពេលមួយងាស់សម្លអីយូរទេនិយាយរួមតែសាច់ជ្រូកឆ្អិនហ្នឹងគឺឆ្អិនដែរចាបន្ទាប់ពីនាងខ្ញុំរៀបចំគ្រឿងក្រៅឲ្យអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមមករៀបចំឆាចាបងអូនអើយហើយជាដំបូងហ្នឹងគឺដាក់ខ្ទះឲ្យរាងក្តៅបន្តិចហើយបាននាងខ្ញុំចាក់ខ្លាញ់ចាហើយចាក់ខ្លាញ់ហើយក៏ចូលខ្ទះហើយក៏ក្តៅហើយក៏នាងខ្ញុំត្រៀមខ្ទឹមសដែលខ្ញុំចិញ្ច្រាំទុកហ្នឹងគឺដាក់ចូលតែម្ដងចាខ្ទឹមសនេះដែរឲ្យតែឆាម្ដងបងអូនអើយនិយាយពីថាខ្ញុំមកចូលចិត្តដាក់ខ្ទឹមសច្រើនណាដោយសារតែវាឈ្ងុយបងអូនហើយវាកាត់ចិត្តឆ្អាបបានច្រើនទៀតចាចឹងហើយឲ្យតែឆាម្ដងបងអូនអើយនាងខ្ញុំលោកខ្ទឹមសបន្តិចហើយចាដោយសារតែចូលចិត្តហើយឥឡូវបន្ទាប់ពីខ្ទឹមសក្រហមឡើងឈ្ងុយពេញផ្ទះហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់សាច់ជ្រូកចិញ្ច្រាំរបស់នាងខ្ញុំចូលចាហើយសាច់ជ្រូកនេះដែរនាងខ្ញុំអត់យកសាច់បីជាន់ទេបងអូនយកសាច់ស្វាមុខរៀងខ្លាញ់តិចទេបងអូននឹងរៀងមានសាច់ច្រើនតិចបងអូនដាក់ជ្រូកបីជាន់ក៏បានដែរនឹងសម្រាប់បងអូនចូលចិត្តហូបខ្លាញ់ប៉ុន្តែខ្ញុំអត់ចូលចិត្តខ្លាញ់ទេបងអូនចឹងហើយនាងខ្ញុំយកសាច់ស្វាមុខលេខ្លាញ់តិចទៅសាច់ច្រើនឆ្ងាញ់ហើយសាច់ជ្រូកឆានឹងដែរបងអូននាងខ្ញុំលេងតឡើងថាឡើងក្រហមវិញជើងក្រងចឹងបងអូនឡើងឆ្អិន 100% តែម្ដងចាបាននាងខ្ញុំនឹងរៀបចំដាក់បន្លែចូលចាផ្ចិតជើងនឹងឯងចាបងអូនអើយនេះពេលចិត្តហើយឡើងកប៉ាងនៅតែល្អអញ្ចឹងបងអូនហូបទៅរៀងជប់និយាយពីថាឆ្ងាញ់អើយឆ្ងាញ់ហើយផ្ចិតឆានឹងដែរបងអូនក៏មកងាស់យូរពេកទេបងអូនត្រឡប់ជាមួយតែសាច់ជ្រូកយើងរៀងមកជុំមកហើយក៏លើកមកចាក៏មកងាស់អីដោយសារតែខៃពីផុយទៅវាលែងឆ្ងាញ់ចាលួយវែកវល់ឈ្មោះដល់ហ្នឹងវាយើងមកងាស់ហ่าបងអូនវាយើងទុកតែមកពុះទឹកប៉ុណ្ណេះអីមើមហូបចាមិនឆ្អិនជ្រោះហើយក៏មិនឆៅដែរចាហើយមកហូបឆាផ្ចិតនេះដែរបងអូនអើយនាងខ្ញុំរៀងដាក់ទឹកបន្តិចហើយដោយសារតែមានទឹកស្រូបបាយឲ្យក្មេងៗនៅផ្ទះហើយចាបើយើងឆាគោគឺនាងខ្ញុំហ្នឹងគឺអត់មានទឹកស្រូបបាយឲ្យក្មេងៗទេអញ្ចឹងហើយនាងខ្ញុំដាក់តែសម្រាប់បងអូនអត់មានកូនទុយជាមួយក្មេងៗនៅផ្ទះមិនដាក់ទឹកទេនិយាយរួមអត់ដាក់ទឹកឆ្ងាញ់ចឹងដាក់ទឹកចឹងបងអូនដោយសារតែវាខាប់ល្អអញ្ចឹងអានេះខ្ញុំដាក់ទឹកក៏ឆ្ងាញ់ម្យ៉ាងដែរបងអូននិយាយរួមឆ្ងាញ់ម្យ៉ាងម្នាក់ចាបានទឹកនេះវាបានស្រូបទឹកឲ្យបាយក្មេងៗនៅផ្ទះបាទនេះខ្ញុំឆាគោគឺបានរហូតតែមនុស្សចាស់ទេអត់ក្មេងហើយអញ្ចឹងហើយនេះខ្ញុំដាក់ទឹកតែម្ដងទៅចាហើយទឹកក៏ជាតិណាស់ដែរបងអូនអើយនិយាយរួមឆ្ងាញ់តែម្ដងចាឆ្ងាញ់ម្យ៉ាងម្នាក់ចាគោហើយនឹងទឹកហ្នឹងឥឡូវឆ្អិនហើយនេះបងអូនអើយវាដូចដាក់ចានចឹងមកនិយាយថារឹតតែតំណើលើតំណើគួរឲ្យចង់ហូបតែម្ដងណាបងអូនសូម្បីតែគ្រូសាញ់ក៏គាត់ទៅសារដែរថៃនឹងថាឆ្ងាញ់